រឿងធ្នេញជ័យជារឿងដែលធ្វើឲ្យយើងអស់សំណើចក៏ពិតមែនតែក៏ជារឿងមួយប្រកបទៅដោយប្រស្នានិងបញ្ហាទស្សនវិជ្ជាសំខាន់ផងដែរពេលសេដ្ឋីឲ្យធ្នេញជ័យទៅឃ្វាលគោធ្នេញជ័យសុំសិទ្ធិយកគូញីទាំងអស់ធ្វើជាប្រពន្ធបានជាធ្នេញជ័យធ្វើដូច្នេះព្រោះកុមារដ៏មានប្រាជ្ញាឈ្លាសវៃនេះយល់យ៉ាងច្បាស់ថាគេពិតជាមិនអាចគ្រប់គ្រងគូញីដ៏ច្រើនបែបនេះបានទេព្រោះគូញីជាចំណុចតាក់ទាញគូឈ្មោះរបស់អ្នកជិតខាងពូគឺក្រិតក្រមធម្មជាតិដូច្នេះមានតែការកំណត់ច្បាប់ប៉ុណ្ណោះទេដែលអាចដោះស្រាយបញ្ហាបានខ្លះៗទោះជាច្បាប់នោះពុំសូវមានប្រសិទ្ធភាពក៏ដោយនេះជាបញ្ហាកម្មសិទ្ធិឯកជនដែលត្រូវតែមានការសន្មត់ត្រឹមត្រូវប៉ុន្តែក៏ជាបញ្ហាដែលធ្វើឲ្យមានប្រតិកម្មពីសំណាក់អ្នកដែលយល់ថាជាអំពើអយុត្តិធម៌ខុសពីរបៀបរស់នៅរបៀបគ្រប់គ្រងរបស់គេដែរក្រោយមកនៅពេលដែលសេដ្ឋីយកធ្នេញជ័យទៅថ្វាយស្ដេចព្រះរាជាក៏សពព្រះរាជអាហារតីធ្វើការសាកល្បងប្រាជ្ញាធ្នេញជ័យគឺឲ្យធ្នេញជ័យផព្រះអង្គសាកមើលធ្នេញជ័យទូលស្ដេចថាទាល់តែទៅយកក្បួនផនៅឯផ្ទះស្ដេចចាត់ឲ្យគេទៅយកក្បួនផប៉ុន្តែម្ដាយធ្នេញជ័យប្រាប់ថាគ្មានក្បួនផឯណាទេស្ដេចអរណាស់ហើយជឿថាម្ដងនេះក្មេងខើនេះច្បាស់ជាតលប្រាជ្ញប៉ុន្តែធ្នេញជ័យទូលស្ដេចវិញថានេះហើយដែលហៅថាផនោះត្រង់ចំណុចនេះធ្នេញជ័យចង់បញ្ជាក់ប្រាប់ស្ដេចថារឿងភូតផជារឿងសាមញ្ញបំផុតនៅក្នុងអិរិយាបថប្រចាំថ្ងៃរបស់មនុស្សហើយក៏ល្បិចអស់ទាំងនេះច្រើនចេញមកពីស្ថានភាពជាក់ស្ដែងតែម្ដងដូចនេះមិនបាច់មានក្បួនផនោះទេប៉ុន្តែធ្នេញជ័យក៏ចង់ឲ្យស្ដេចទ្រង់ឆ្វេងយល់ផងដែរថានេះមិនមែនជារឿងទី1ទេដែលព្រះអង្គទ្រង់ស្ថិតនៅក្នុងស្ថានភាពបែបនេះរឿងផនេះក៏មានដែរនៅក្នុងការភ្នាល់គ្នារវាងអ្នកប្រាជ្ញនិងអ្នកប្រាជ្ញអក្សរមីងឆ្វេងឬស្នាមជើងក្តាមជ្រលក់ទឹកខ្មៅដែលធ្នេញជ័យបានបង្កើតឲ្យសិស្សអានប៉ាតណាប៉ាតណីក៏ជារឿងផដែរប៉ុន្តែជារឿងផដែលធ្វើឲ្យអ្នកប្រាជ្ញចិនទាល់ប្រាជ្ញតែម្ដងព្រោះមានសិក្សានុសិស្សជាអ្នកចេះអានស្ទាត់ព្រួងព្រាតនៅក្នុងប្រទេសនៅពេលដែលនាម៉ឺននាំគ្នាទៅទូលស្ដេចថាធ្នេញជ័យបានអួតថាវាអាចបញ្ជាស្ដេចបានស្ដេចឲ្យធ្នេញជ័យមកសាកល្បងធ្នេញជ័យឲ្យស្ដេចបែរប្រភពសិនទើបអាចបញ្ជាបានដោយក្តីចង់ដឹងពេកស្ដេចក៏ធ្វើតាមប៉ុន្តែចំពោះធ្នេញជ័យអិរិយាបថនេះសរឲ្យឃើញថាស្ដេចបានស្ដាប់បញ្ជារបស់ខ្លួនគេរួចបាត់ទៅហើយត្រង់កន្លែងធ្នេញជ័យបញ្ជាស្ដេចបាននេះគេអាចចាត់ទុកថាជាចំណុចមួយដ៏សំខាន់ព្រោះជារឿងដែលគេត្រូវពិចារណាទោះបីតាមការពិតធ្នេញជ័យមិនអាចបញ្ជាស្ដេចបានក៏ដោយរឿងសំខាន់គឺស្ថិតនៅត្រង់ថានៅក្នុងជីវិតគេពិបាកដឹងថាតើអ្នកណាបញ្ជាអ្នកណាណានៅក្នុងគ្រួសារគេមិនអាចដឹងថាតើប្រពន្ធបញ្ជាប្តីឬក៏ប្តីបញ្ជាប្រពន្ធគេសង្កេតឃើញថាជាញឹកញាប់ទោះបីប្តីកាចសាហាវយ៉ាងណាក្តីក៏ភាពកាចសាហាវនោះអស់ឥទ្ធិពលទៅវិញនៅក្រោមការបំបោះអង្អែលរបស់ប្រពន្ធតើចៅវាយបញ្ជាអ្នកបម្រើឬក៏អ្នកបម្រើបញ្ជាចៅវាយតើមនុស្សបញ្ជាស្ថានភាពឬស្ថានភាពបញ្ជាមនុស្សព្រោះថាបើមនុស្សបញ្ជាស្ថានភាពមិនបាននោះមុខជាស្ថានភាពកិនសំប៉ែតវិញជាមិនខាននេះជាក្រិតក្រមសង្គមនយោបាយប៉ុន្តែអ្វីដែលគេតែងតែសង្កេតឃើញជារឿយៗតែមិនទាំងអស់នោះទេគឺថាកម្លាំងកំរោលខុសក្រិតក្រមមិនអាចរុញច្រានស្ថានភាពបានទេ
ផ្ទុយទៅវិញគឺការស្គាល់គុណលឿសនៃក្រិតក្រមទេដែលអាចប្រែប្រួលស្ថានភាពបានពូគឺការស្គាល់ក្រិតក្រមតុល្យភាពឬចំណុចខ្លាំងចំណុចខ្សោយនៃធាតុទាំងឡាយនៃសម្ព័ន្ធទាំងមូលព្រមទាំងធាតុនៃវីរុសដែលកំណត់វិបត្តិផងដែរនៅក្នុងរឿងធ្នេញជេរតាំងពីដើមដល់ចប់គេឃើញភាពក្រឡាប់ចាក់ឬការស្រពេចស្រពើនេះសឹងតែគ្រប់ចំណុចគឺហាក់បីដូចជាតក្កវិជ្ជាបុរាណឬរបៀបពិចារណានិងសន្តាប់ធ្នាប់ជាផ្លូវការសឹងតែគ្មានលំនឹងតើនេះមកពីហេតុអ្វីការពិតគឺមកពីការកំណត់សច្ចភាពមិនបានមាំទាំមិនបានស៊ីជម្រៅក៏ប៉ុន្តែសច្ចភាពគ្មានទីតាំងតែមួយទេគឺវាតែងតែប្រែប្រួលទៅតាមរចនាសម្ព័ន្ធទៅតាមពេលវេលាទៅតាមទេសកលៈតែប៉ុណ្ណោះសូម្បីតែអ្នកប្រាជ្ញក៏មិនអាចដឹងបានទាំងអស់ដែរ